នាវាទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទថ្ងៃទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess ចិញ្ចៀត Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពុងស្វែងរកក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 10,059 នាក់ស្រី245 នាក់មាន59 នាក់សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2,850 នាក់ស្ត្រី 1,566 នាក់មាន52សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក797 នាក់និងអូស្ត្រាលី824នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាកចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល